នេះបងប្អូនខ្ញុំចង់ប្រាប់ថាខ្ញុំធ្វើកញ្ចក់ខ្លួនឯងទៀតហើយវាមិនងាយស្រួលទេដែលយើងធ្វើកញ្ចក់ខ្លួនឯងពីដៃច្ដាំទៅដៃឆ្វេងប៉ុន្តែរីសាលមានអីស្អាតដែរតាឥឡូវយើងមកដោះពណ៌ចាស់ចេញវីដេអូនេះវារាងវែងបន្តិចព្រោះខ្ញុំខ្ជិលកាត់អស់ពីដំបូងខ្ញុំក៏ចង់បង្ហាញពីការដោះពណ៌គ្រាន់តែដោះពណ៌ហ្នឹងកន្លះម៉ោងបងប្អូនកញ្ចក់ចាស់ហ្នឹងខ្ញុំដំបូងខ្ញុំ Bealing gel ហ្នឹងខ្ញុំ Bealing មួយ powder ប៉ុន្តែវគ្គ2នេះខ្ញុំអត់ Bealing gel មួយ powder ទៀតទេខ្ញុំ Bealing ខ្ញុំគ្រាន់តែ Bealing ជាមួយ gel ធម្មតាអា gel ធម្មតាហើយព្រោះអីខ្ញុំអត់ចង់ extension ទេព្រោះកញ្ចក់ខ្ញុំវាឥឡូវវាវែងអញ្ចឹងមកទស្សនាទាំងអស់គ្នាថាពេលមុនធ្វើហើយនឹងធ្វើហើយតើវាស្អាតអត់ប៉ុន្តែសម្រាប់ខ្ញុំអាចទទួលយកបានមានអីស្អាតគួរសមដែរតាយើងជាជាងធ្វើកញ្ចក់មានអីក្រៅពីពេលតនេធ្វើកញ្ចក់រៀន design ទៅអី design ម៉ូដថ្មីឲ្យតាន់ trend គេអញ្ចឹងហើយពេលខ្លះខ្ញុំតនេខ្ញុំតោមភ្នែកដែរឥឡូវមកដោះអា design ចេញកបោ Hello Kitty និយាយទៅនិយាយមកអត់មានអីនិយាយទេបងប្អូនមើលខ្លួនឯងខ្ញុំដាក់រាងញាប់បន្តិចព្រោះវីដេអូបើដាក់តាមតែយើងថតម៉ោងយូរឡើងហ្នឹងយើងថតកាត់ផងរយៈពេលប្រហែលកន្លះម៉ោងដែលឥឡូវខ្ញុំដាក់វីដេអូសារវាលឿនបន្តិចគ្រាន់តែដោះពណ៌ហ្នឹងកន្លះម៉ោងបាត់ហើយបងប្អូនហើយកញ្ចក់មួយម៉ូតហ្នឹងខ្ញុំធ្វើឡើង3ម៉ោងទាំងដោះពណ៌ដោះអីទាំងដាក់Bealing gel មកតង់ទៀតស្របទៅ3ម៉ោងបានហើយឃើញម៉ូតធម្មតាប៉ុន្តែវាមិនធម្មតានៅដោះពណ៌តើបានដែរមកជាហៀងក្នុងវីដេអូឡើងអ្នក record សំឡេងនេះឡើងអស់អីនិយាយមើលតាមហ្នឹងបងប្អូនឥឡូវហុញសាច់ហ្នឹងចំណុកយើងកាត់អាស្បែកងាប់ចោលបើបងប្អូនតនេនៅផ្ទះអាចរៀនធ្វើលេងតែគ្រាន់ថាយើងធ្វើខ្លួនឯងចំណាយពេលយ៉ាងយូរបន្តិចហើយយើងត្រូវទិញសម្ភារៈច្រើនបើតនេមកខ្ញុំធ្វើក៏បានដែរធ្វើម្ដងលាបពណ៌ធម្មតា48 ringgit 48 ringgit បើស្មើនឹងលុយខ្មែរយើង48,000អញ្ចឹង48,000តែបើ Bealing gel អី68,000តែបើ extension បើថែមតកញ្ចក់ទៀតតម្លៃតមកកញ្ចក់7,000ទៀតអញ្ចឹងដៃ10 7,000ហ្នឹងហើយឥឡូវដោះពណ៌ហើយដល់កន្លែងយើងហូបកញ្ចក់យើងឲ្យសឹកដើម្បីដាក់ gel មកតង់ទៀតនៅលើហើយអាសហ្នឹងមិនកញ្ចក់ខ្ញុំឯណាអាសហ្នឹងព្រោះខ្ញុំអត់បានដោះចេញឯព្រោះសារមុនវាអត់ជ្រាបទឹកនៅសអាហ្នឹងខ្ញុំទុកឲ្យខ្ញុំថែមមកតង់ទៅពីលើអាហ្នឹងពីមុនខ្ញុំថែមពីលើហ្នឹងជាប្រភេទម្សៅតែសារនេះខ្ញុំអត់ដាក់ម្សៅឲ្យខ្ញុំដាក់ gel វិញ gel ពីលើវិញ gel ពីលើវាដូចថាវារាងលឿនបន្តិចខ្ញុំជំនាញអាម្សៅហ្នឹងខ្ញុំអត់សូវជំនាញទេតែគ្រាន់តែពេលខ្លះពេលតនេសារៀនធ្វើដែរហ្នឹងព្រោះភ្ញៀវពេលខ្លះគេចង់
កញ្ចក់អញ្ចឹងគេតជាប្រភេទម្សៅត gel X តែបើ gel X ខ្ញុំជំនាញ gel X អាកញ្ចក់ខ្លាំងខ្លាយើងហ្នឹងដាក់បាត់កាវហ្នឹងខ្ញុំមានជំនាញនិយាយដឹងនិយាយអីទៀតទេបងប្អូនចង់និយាយថាវីដេអូឲ្យវែងពេកហើយចេះតែរៀនចង់រៀនធ្វើវីដេអូគេអញ្ចឹងណាខែងលោផុសទៅក្នុង Facebook បានលុយថែមហើយចំណូលបានមកតង់ទៀតនេះដល់វគ្គយើងកាត់ស្បែកសាច់ស្បែកងាប់ចោលបើធ្វើកន្លែងគេកន្លែងកាត់ស្បែកកាត់អីនឹងគិតលុយផ្សេងអញ្ចឹងណាតែបើកន្លែងខ្ញុំកាត់ឲ្យ free លាបប្រេងលាប lotion អីលាបលេលាបអីដៃឲ្យទៀតមកស្អាតនេះវាលាបប៉ះកូតលាបប៉ះកូតអាកន្លែងលាបពោលាបភ្នែកឆ្មាខ្ញុំភ្លេចថតនេះអា Billing Gel ណាខ្ញុំដាក់ពណ៌ផ្កាឈូកពីលើពណ៌វាpink ដាក់ពីលើអក្សរហ្នឹងមកអា powder ហ្នឹងអាហ្នឹងវារាងលឿនបន្តិចបើដាក់អាម្សៅហ្នឹងយូរហើយយើងពេលយើង Billing ហ្នឹងវាអត់ស្មើគ្នាគេថាយើង balance អត់ស្មើគ្នាអត់សូវស្មើគ្នាព្រោះយើងអត់សូវជំនាញហើយណាមួយយើងធ្វើនៅដៃខ្លួនឯងទៀតអានេះរាងលឿនហើយជាប់ដូចតែគ្នាទេតែគ្រាន់ថាអាប្រភេទម្សៅហ្នឹងវារាងហឹងជាងអញ្ចឹងណាយើងដាក់មកតង់អញ្ចឹងបើយើងលាបទៅចែលហ្មងអត់ជាប់ទេលាបទៅចែលហ្មងវាឆាប់លបើកមុខដូចតែគ្នាហ្នឹងតែបើយើងដាក់អាចែលហ្នឹងមកតង់ពីលើកញ្ចក់យើងគ្រាប់ពីលើកញ្ចក់យើងហ្នឹងជួយឲ្យកញ្ចក់យើងហឹងហើយវាអត់ងាយបាក់ហើយអាចែលហ្នឹងក៏វាអត់ចង់និយាយថាវាអត់ក្លិតមុខភាគច្រើនយើងលាបចែលធម្មតាវាភាគច្រើនវាក្លិតអាមុខហ្នឹងជាមួយអាកញ្ចក់យើងធម្មតាតែបើដាក់អាចែលហ្នឹងវាហឹងមាំនៅហ្នឹងហ្មងហើយចង់និយាយថាកញ្ចក់មួយខែអីអត់តាន់ចង់និយាយថាវានៅភ្លឺរលោងស្អាតអញ្ចឹងណាអត់ងាយស្អាតទេហើយយើងធ្វើកញ្ចក់ហើយអត់ហើបគល់អត់ជ្រាបទឹកទេចិត្តហើយចង់និយាយថាខ្ញុំភ្លេចថតអាកន្លែងភ្នែកឆ្មាភ្លេចថតថងធ្វើហងភ្លេចស្អាតអត់ស្អាតលើកទី1ឲ្យធ្វើម៉ូតហ្នឹងចង់និយាយថាដៃខ្ញុំលើកទី1ឲ្យធ្វើម៉ូតហ្នឹងយ៉ាងស្អាតដែរតាស្អាតអត់សមមួយដៃខ្ញុំអត់រីសាលមានអី3ម៉ោងបាយបាយជំរាបលា